បានទៅមើលប្រាសាទដ៏ចាស់ជាងគេបានចូលទៅសារមន្ទីរក្រុមហ៊ុន Mercedes មើលឡានប្រណិតជាច្រើននិងសកម្មភាពជាច្រើនទៀតនៅប្រទេសអាល្លឺម៉ង់តោះទៅលេងអឺរ៉ុបជាមួយខ្ញុំណាភិនភាគទី3ដំណើរកម្សាន្តនៅប្រទេសអាល្លឺម៉ង់តពីវគ្គមុននៅអូតែប្រទេសស្វីសខ្ញុំក្រោកឡើងញ៉ាំអាហារពេលព្រឹក free របស់គេហើយចាប់ផ្ដើមធ្វើដំណើរចេញពីប្រទេសស្វីសទៅអាល្លឺម៉ង់ចូលមកដល់ទឹកដីអាល្លឺម៉ង់គឺរៀងថ្ងៃតិចហើយពួកខ្ញុំចាប់ផ្ដើមរកអីញ៉ាំគឺញ៉ាំឆ្អឹងជំនីជ្រូកដែលជាម្ហូបប្រចាំប្រទេសអាល្លឺម៉ង់របស់គេញ៉ាំអីហើយគឺអត់ឲ្យខាតពេលយូរពួកខ្ញុំចាប់ផ្ដើមធ្វើដំណើរទៅសារមន្ទីរក្រុមហ៊ុន Mercedes តែម្ដងកក់សវត្តគេហើយអត់ទៅមិនកើតនៅក្នុងសារមន្ទីរក្រុមហ៊ុន Mercedes នេះគឺគេបង្ហាញពីការវិវត្តស្នាដៃរបស់គេតាំងពីការផលិតម៉ាស៊ីនផលិតរទេះឡានធំឡានតូចពីសម័យមុនរហូតមកដល់ក្លាយទៅជាឡានស្ពណ៌ឡានប្រណិតសពថ្ងៃនេះទម្រាំតែបានឡានស្ពណ៌ឡានប្រណិតឲ្យសមនឹងតម្លៃគឺគេបានសិក្សាស្រាវជ្រាវរូបមន្តពិសេសផ្គុំគ្រឿងបន្លាស់ពីមួយទៅមួយហើយចងក្រងជាឯកសារបានច្បាស់លាស់ទៀតផងមើលអស់ចិត្តអស់ចង់ខ្ញុំក៏បានធ្វើដំណើរទៅទីក្រុង Frankfurt នៃប្រទេសអាល្លឺម៉ង់ទស្សនារចនាបថសំណង់ប្រាសាទរបស់គេប៉ុន្តែសំណង់ប្រាសាទនៅកន្លែងនេះគឺមានអារម្មណ៍ថាដូចតុក្កតាអាគារចេញមកផ្កាឈូកខ្ញុំអ្នកទៅមើលនេះជីវិតអត់មានផ្កាឈូកដូចអាគារនឹងសោះតែមើលទៅក៏ប្លែកភ្នែកម្យ៉ាងដែរហើយខ្ញុំដើរចុះដើរឡើងគឺបានឃើញម៉ាស៊ីនកិនកាក់នេះមួយនៅទាំងអស់គ្នាយើងដាក់កាក់ចូលហើយយើងពវល់ចុះពវល់ឡើងចឹងទៅគឺកាក់ហ្នឹងចេញមករូបរាងអាគារនៅ Frankfurt ហ្នឹងហ្មងហើយពួកខ្ញុំក៏បានមកលេងស្ពានដែលគេល្បីចាក់សោស្នេហានៅប្រទេសអាល្លឺម៉ង់ហ្នឹងខ្ញុំឃើញអញ្ចឹងខ្ញុំទិញសោចាក់ដែរស្នេហ៍ស្និទ្ធសាធុចាក់ហើយគឺខ្ញុំមើលទេសភាពនៅចិត្តហ្នឹងហើយខ្ញុំឃើញលោកតាអាល្លឺម៉ង់គឺគាត់ជិះឡានស្ទាវរបស់គាត់ដែរខ្ញុំបានមកលេងអាគារនេះលកានេះមួយទៀតហើយចាប់ផ្ដើមធ្វើដំណើរទៅរកអីញ៉ាំតែម្ដងមកអឺរ៉ុបប្រហែលថ្ងៃនេះគឺញ៉ាំនំប៉័ងមុខឡើងចង់ដូចនំប៉័ងហើយឥឡូវសុំហត់ផតម្ដងរើប៉ុន្តែញ៉ាំអីហើយគឺយប់ល្មមពួកខ្ញុំចាប់ផ្ដើមធ្វើដំណើរទៅអូតែលរបស់ខ្ញុំដើម្បី check in រៀបចំអវ៉ាន់ដាក់ចូលបន្ទប់អីហើយគេងសម្រាកយកកម្លាំងដើរលេងថ្ងៃស្អែកបន្តទៀតព្រឹកស្អែកឡើងខ្ញុំក៏បានញ៉ាំអាហារពេលព្រឹករៀបចំខ្លួនធ្វើដំណើរទៅទស្សនាព្រះវិហារកាតូលិកកូឡូញដែលជាព្រះវិហារដែលចាស់ជាងគេហើយខ្ពស់ជាងគេនៅក្នុងប្រទេសអាល្លឺម៉ង់ព្រះវិហារកាតូលិកមួយនេះគឺខ្ពស់យកតែមែនតែម្ដងនៅទាំងអស់គ្នានៅចំកណ្ដាលទីក្រុងរបស់គេហ្នឹងព្រះវិហារនេះគឺបង្កប់នៅប្រវត្តិសាស្ត្រជាច្រើនហើយត្រូវមាច់តែម្ដងចំពោះអ្នកស្រឡាញ់ប្រវត្តិសាស្ត្រប៉ុន្តែដោយសារតែពេលវេលាយើងខ្លីខ្ញុំចាប់ផ្ដើមចូលមកទិញអីញ៉ាំតិចតួចហើយធ្វើដំណើរទៅប្រទេសមួយទៀតតែប្រទេសនោះប្រទេសអីគេសុំលាក់សិនចាំមើលភាគបន្តទាំងអស់គ្នាអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាជម្រាបលាបាយ